ទាំងអស់គ្នាដែលមានប្អូនតូចៗឬមួយក៏ក្មួយប្រហែលជាធ្លាប់បានទិញរបស់លេងយកទៅផ្ញើពួកគាត់អាចជាតុក្កតាឡានជ័រឬមួយក៏ប្រាប់លេងផ្សេងទៀតនៅពេលដែលយើងទិញហើយគឺវាហើយហើយថតយើងអត់បានតែគិតអីច្រើននឹងវានៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងលើកនិយាយតាក់ទងទៅនឹងប្រាប់លេងកូនក្មេងមួយដែលធ្វើឡើងគឺសម្រាប់ឲ្យក្មេងលេងហើយពីខាងក្រៅមើលទៅវាដូចរបស់លេងធម្មតាមានអីចម្លែកក៏ប៉ុន្តែវាបែរជាបង្កប់រូបភាពអត់ល្អនៅខាងក្នុងនោះចឹងយើងចាប់ដើមចូលទៅដល់រឿងរ៉ាវទាំងអស់គ្នានៅថ្ងៃមួយមានមនុស្សស្រីម្នាក់ដែលគាត់មានឈ្មោះហៅថា Nicole Allen គាត់បានចូលទៅទិញប្រដាប់លេងឲ្យកូនស្រីគាត់នៅក្នុង $1 Store នៅក្នុងឆ្នាំ2014នៅក្នុងរដ្ឋ Dayton Ohio ដោយមុននឹងទិញគឺគាត់អត់បានធ្វើការពិនិត្យអីច្រើនឡើយដោយឃើញថាប្រដាប់លេងនោះគឺធ្វើពីជ័រថោកហើយមានដងកាន់ពណ៌ផ្កាឈូកហើយនៅពីលើដងកាន់គឺយើងមានឃើញរូបផ្កាជូករ័ត្ននៅលើកញ្ចប់ហ្នឹងមានដាក់ថាសម្រាប់ក្មេងអាយុ3ឆ្នាំឡើងទៅហើយនៅពីលើកញ្ចប់ក៏មានដាក់ឈ្មោះថា EV Stick ចឹងអាហ្នឹងវាជាឈ្មោះប្រដាប់លេងហ្នឹងរហូតតតែគាត់មកដល់ផ្ទះវិញហើយបានបើកវាឲ្យកូនស្រីគាត់លេងស្រាប់តែគាត់បានទៅលឺសំឡេង sound effect តែចេញពីប្រដាប់លេងហ្នឹងគឺលឺបែរសំឡេងបិសាចខ្សោយប៉ុន្តែសើចមកទៅគឺគួរឲ្យខ្លាចមែនតើហើយនៅពេលនេះគាត់ទៅបកប្រទះដែកដែលគេបិទនៅចំកណ្ដាលកាជុកអញ្ចឹងក៏ទៅឃើញរូបមនុស្សស្រីម្នាក់ដែលមើលទៅរូបនោះគឺគួរឲ្យខ្លាចខ្លាំងនៅក្នុងរូបនោះបង្ហាញមនុស្សស្រីម្នាក់ដែលមានការស្លៀកពាក់អាវពណ៌សភ្នែករបស់គាត់គឺឡើងរីកធំហើយមានក្របភ្នែកពណ៌ក្រហមហើយនៅក្នុងរូបភាពហ្នឹងគឺយើងបានឃើញគាត់កំពុងតែអាកដៃខ្លួនឯងហើយជាងមកសិតតែឈាមហើយក្នុងរូបភាពហ្នឹងក៏ឃើញថាគាត់កំពុងតែញ៉ាំហើយចេញថ្មិញធំហើយមានហូរឈាមតាមមាត់ទៀតនីខូឃើញរូបភាពនេះហើយក៏បានធ្វើការ complain ទៅកាន់ store ហ្នឹងវិញហើយព័ត៌មានហ្នឹងក៏បានលេចលឺទៅដល់កម្មវិធីទូរទស្សន៍មួយហើយក៏ធ្វើឲ្យរឿងហ្នឹងគឺទៅជារឿងល្បីមួយនៅជំនាន់ហ្នឹងទៅតាក់ទងទៅនឹង origin របស់ EV Stick ហ្នឹងថាក្រុមហ៊ុនណាដែលបង្កើតហើយអីបានជាត្រូវគេអនុញ្ញាតឲ្យដាក់លក់នៅក្នុងទីផ្សារជាពិសេសគឺដាក់លក់សម្រាប់ក្មេងៗកុមារហើយមនុស្សជំនាន់ហ្នឹងក៏មាននិយាយថាប្រដាប់លេងហ្នឹងគឺមានចូលជាមួយនឹងមន្តអាគមអាក្រក់អញ្ចឹងឲ្យតែមានតែគេទិញទៅអាមន្តអាគមអាក្រក់ហ្នឹងគឺវាទៅតាមនៅជាមួយមនុស្សម្នាក់ហ្នឹងប៉ុន្តែជាដំបូងយើងមកស្វែងរកសិនថាតើមនុស្សស្រីនៅខាងក្នុងរូបហ្នឹងគឺជាអ្នកណាគេព្រោះនៅពេលដែលខ្ញុំបានទៅឃើញរូបភាពហ្នឹងដំបូងខ្ញុំស្មានតែម្នាក់ស្រីហ្នឹងគឺគាត់ក៏ដៃខ្លួនឯងមែនតែនសម្រាប់ខ្ញុំគិតថារូបភាពហ្នឹងគឺមើលទៅគឺវាគួរឲ្យខ្លាចខ្លាំងហើយខ្ញុំបានតែគិតថាមនុស្សស្រីនៅខាងក្នុងរូបភាពហ្នឹងគឺគាត់ជាមនុស្សអត់ល្អជាធ្មប់អីចឹងព្រោះនៅក្នុងរូបភាពបើយើងមើលទៅដូចទទួលបាននូវអារម្មណ៍ហើយនិយាយបានថាជាធម្មពលអត់ល្អមួយចេញពីរូបភាពហ្នឹងចឹងរូបភាពរបស់មនុស្សស្រីដែលមានអាកដៃខ្លួនឯងហ្នឹងគឺត្រូវបានថតដោយអ្នកថតរូបចម្រៀងម្នាក់ឈ្មោះហៅថា Butcher Loving គឺគាត់បានបង្ហោះរូបភាពហ្នឹងចូលទៅក្នុង website របស់គាត់ដូចជានៅក្នុង account Facebook របស់គាត់រូបភាពនេះក៏បានថតវានៅក្នុងឆ្នាំ2002ដោយវាជា project សាច់រឿងរបស់គាត់ដោយនៅក្នុងសាច់រឿងហ្នឹងគឺវាតាក់ទងទៅនឹងបិសាចជក់ឈាមហើយរូបភាពហ្នឹងគឺថតចំប្លង់បិសាចជក់ឈាមហ្នឹងកំពុងអាកដៃហើយរបៀបផ្សេងclean ឈាមខ្លួនឯងចឹងនេះគឺជារូបភាពដើមហើយមើលទៅគឺវាខុសពីរូបភាពដែលយើងឃើញនៅក្នុង EV Stick ហ្នឹងដែលរូបភាពដើមហ្នឹងគឺវាមាន vibe គួរឲ្យខ្លាចដែរក៏ប៉ុន្តែវាអត់គួរឲ្យខ្លាចដូចក្នុងរូបភាពដែលយើងបានឃើញចឹងមានអ្នក edit បន្ថែមទៅលើរូបភាពហ្នឹងឲ្យវាមើលទៅកាន់តែកាយថែមទៀតព្រោះដោយសារជាងថតរូបលោក Butcher ហ្នឹងគាត់បានថារូបភាពហ្នឹងគឺគាត់ដាក់ជាប់ copyright ហើយគាត់ក៏អត់បានទៅឲ្យ permission ក្រុមហ៊ុនណាទៅប្រើរូបភាពគាត់ចូលទៅដាក់នៅលើប្រដាប់ណាមួយទេសម្រាប់ origin របស់ប្រាប់លេងមួយនេះវិញនៅពេលដែលគេយក barcode វាទៅ tracking ក៏បង្ហាញថាវាត្រូវបានផលិតនៅក្នុងប្រទេសចិនហើយមាន YouTuber ម្នាក់ឈ្មោះហៅថា Clark គាត់បានទៅធ្វើការតាក់ទងទៅកាន់រោងចក្រផលិតហ្នឹងដោយធ្វើការ contact តាម Alibaba App ហើយក៏មានអ្នកឆ្លើយតបមកវិញដោយទទួលស្គាល់ថាប្រាប់លេងនេះគឺត្រូវបានក្រុមហ៊ុនពួកគេអ្នកបង្កើតមែនហើយ Clark ក៏បានបន្តសួរតាក់ទងទៅនឹងហេតុផលក៏ដូចជាអ្នកដែលបាន involve ក្នុងការផលិតប្រាប់លេងមួយនេះប៉ុន្តែនៅពេលដែលចូលមកដល់សំណួរនេះក្រុមហ៊ុនហ្នឹងក៏លេងទៅចូល reply email របស់ Clark ហើយគាត់ហ្នឹងក៏បានយក barcode ហ្នឹងទៅឆែកម្ដងទៀតតែលើកនេះក៏មានឃើញលោតប្រភពក្រុមហ៊ុនមកពីណាផ្សេងទៀតឡើយនិយាយរួមទៅគឺបាត់ប្រភពឆឹងហ្មងអញ្ចឹងយើងមកឆ្លើយសំណួរតាក់ទងទៅនឹងប្រដាប់លេងនឹងជាមួយនឹងមន្តអាគមអាក្រក់អញ្ចឹងដូចយើងបានដឹងហើយថាមនុស្សស្រីម្នាក់ហ្នឹងគឺគាត់មិនមែនជាធ្មប់ទេហើយរូបភាពហ្នឹងក៏វាជា project ការងាររបស់អ្នកថតរូបម្នាក់ចឹងបានន័យថាវាអត់មានមន្តអាគមអីភ្ជាប់ជាមួយរូបភាពហ្នឹងដោយសារមានមនុស្សបានទៅលួចយករូបភាពគាត់មក edit ធ្វើឲ្យបែបគួរឲ្យខ្លាចខ្លាំងចឹងតាក់ទងទៅនឹងចំណុចរឿងមន្តអាគមអាក្រក់ហ្នឹងគឺវាប្រហែលជាអត់ប៉ុទេសម្រាប់តាហាក់អីបានជាការបង្កើតប្រដាប់លេងអញ្ចឹងមកខ្ញុំគិតថាអាចជាការតាំងចិត្តរបស់អ្នកផលិតឲ្យ
ឲ្យប្រដាប់លេងហ្នឹងវារៀងមានភាពគួរឲ្យខ្លាចបន្តិចណាដោយសារកំឡុងពេលក្នុងឆ្នាំហ្នឹងគឺវាក្នុងកំឡុងបុណ្យ Halloween ហើយមួយទៀតរូបភាពនៅខាងក្នុង AV stick ហ្នឹងណាគឺវាមានរូបភាពលាយឡំជាមួយរូបភាពតួអង្គវិស័យផ្សេងទៀតណាមិនមែនមានតែរូបភាពមនុស្សស្រីហ្នឹងមួយទេហើយអីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានតែពី AV stick តែដែលមានរូបមនុស្សស្រីអាកដៃហ្នឹងដោយសារតែមានអ្នកផ្សេងគាត់បានតែឃើញព័ត៌មានហ្នឹងគាត់បានទៅរកទិញដែរប៉ុន្តែនៅពេលដែលគាត់បាក់មកគឺឃើញរូបបិសាយសូប៊ីអីផ្សេងទៅហើយជាក់ស្ដែងគឺរូបភាពមនុស្សស្រីអាកដៃមានតែពីរតែគឺមួយគឺត្រូវបានតែងដោយ Nicole Allen ហ្នឹងហើយមួយទៀតគឺត្រូវបានតែងដោយ YouTuber ឈ្មោះខ្លាំងហ្នឹងបើតាមគេនិយាយអាចនឹងមានអ្នកបង្កើតរឿងរ៉ាវនឹងឡើងមកដើម្បីទុកត្រូគេឬមួយក៏ទុកបំភ័យគេវាអាចនឹងមានមនុស្សទៅតែង AV stick នេះហើយទៅដករូប original ដើមចេញហើយដាក់រូប edit ចូលថ្មីហើយបន្លំលួចដាក់វាចូលទៅក្នុង store វិញប៉ុន្តែសរុបមកវិញយើងនៅតែអត់ដឹងច្បាស់លាស់អំពីហេតុផលនៅពីក្រោយប្រដាប់លេង AV stick មួយនេះអូហើយមួយទៀតអ្នកទាំងអស់គ្នានៅពេលនេះខូគាត់ទៅ complain store ហ្នឹងហើយម្ចាស់ store ហ្នឹងគាត់និយាយថាហើយគាត់តែអត់ចេះមើលហើយឡើងអញ្ចឹងហ្មងអញ្ចឹងរឿងរ៉ាវតាក់ទងទៅនឹងប្រដាប់លេង AV stick មួយនេះគឺវាមានតែប៉ុណ្ណឹងដោយសារតែអត់មានព័ត៌មាន update អីថ្មីមកតឥឡូវខ្ញុំសម្រាប់វីដេអូនេះគឺវាមានតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាមកដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ